សួស្តីបងប្អូននេះគឺជា EV 168ក្រុងកំពតបងប្អូននៅក្នុងនឹងក្រាសាំងសូគីមិចគោលស្ពានព្រះពន្លាបងប្អូននេះបងប្អូនអញ្ជើញមកពីភ្នំពេញចិត្តដល់ស្ពានព្រះពន្លានៅខាងឆ្វេងដៃបងប្អូនមើលទៅឃើញហើយនេះយើងមានដាក់ป้ายនៅលើផ្លូវនេះដែរ EV 168គឺនៅក្នុងក្រាសាំងសូគីមិចគោលស្ពានព្រះពន្លានេះតែម្ដងបងប្អូនហើយនៅស្ថានីយ៍ EV 168គោលស្ពានព្រះពន្លានេះដែរឥឡូវនេះមានកាហ្វេបងប្អូននេះវឌ្ឍនៈកាហ្វេបងប្អូនមកសាករថយន្តអាចចូលញ៉ាំកាហ្វេនិងភេសជ្ជៈមានច្រើនមុខមានmatcha latte មានstrawberry latte មានច្រើនបងប្អូនហើយនៅក្នុងហ្នឹងគឺមានម៉ាស៊ីនត្រជាក់បងប្អូនពេលដែលក្នុងអំឡុងពេលដែលបងប្អូនសាករថយន្តអាចចូលអង្គុយញ៉ាំកាហ្វេហើយភេសជ្ជៈផ្សេងបានហើយខាងស្ថានីយ៍ EV 168យើងក៏មានអីអាប់ដេតជូនបងប្អូនដែរគឺយើងបានទិញដៃតសម្រាប់កុំឲ្យបងប្អូនរងចាំយូរមកដល់រដងបងប្អូនមកដល់សាក់មួយរងចាំមួយសាក់មួយរងចាំមួយតែឥឡូវនេះយើងបានទិញដៃតបំលែងពី CCS2 ទៅ GBT ហើយបងប្អូននេះសាក់បានក្នុងពេលតែមួយសាក់បាន2ឡានតែម្ដងយើងសាក់ឡានយើងផងសាក់ឡានអតិថិជនផងខាងក្រុមហ៊ុន L192 នេះសាក់ក្នុងពេលតែមួយគឺបាន2គ្រឿងចាយបងប្អូនឡានខាង L192 គាត់សាងខាង CCS2 នេះឡានគាត់ទទួលបានតែ44តែ3តែ4ហ្នឹងឯងហើយឡានខាងយើងដោយសារឡើងដល់ 94% ហើយគឺវាបានតែ30ជាង40ហ្នឹងបងប្អូនប៉ុណ្្នឹងឯងហើយបងប្អូនឡើងបារម្ភថាមកឃើញឡានគេសាក់មួយហើយជិលចូលឬក៏អីឥឡូវនេះយើងមានដៃតហើយបងប្អូនអាចមកខាងម្ចាស់ស្ថានីយ៍ក្រាសាំងហ្នឹងគាត់នឹងយកដៃតជូនបងដើម្បីតសាកបានទាំងពីរតែម្ដងមិនបាច់រងចាំយូរដូចមុនទៀតទេបងប្អូនហើយគ្រប់ស្ថានីយ៍ EV 168ទាំងអស់គឺមានបិទការណែនាំនៅបង្គោលរោងនឹងតែម្ដងបងប្អូននេះគឺមានលេខទូរស័ព្ទតាក់ទងពេលដែលបងប្អូនដំណើរការ app ទៅវាមានបញ្ហាអីឬក៏សាកអត់ចូលអីចឹងបងប្អូនអាចតាក់ទងបានតាមលេខទូរស័ព្ទហ្នឹងឬក៏ service center នេះ24ម៉ោងបងប្អូនមិនថាម៉ោងណាទេគឺមានអ្នកចាំទទួលទាំងអស់គ្រប់ម៉ោងអរគុណច្រើនបងប្អូនដែលគ្រប់គ្រង EV 168កន្លងមកថ្ងៃហ្នឹងគឺចង់អាប់ដេតគឺមានកាហ្វេវឌ្ឍនៈកាហ្វេអាប់ដេតជូនបងប្អូនតែប៉ុណ្្នឹងឯងនេះវឌ្ឍនៈកាហ្វេមានភេសជ្ជៈច្រើនបងប្អូនច្រើនមុខហើយនឹងដៃសាកហ្នឹងឯងបងប្អូនគឺសាកក្នុងពេលតែមួយបាន2តែម្ដងបងប្អូនអរគុណច្រើនសម្រាប់ការគ្រប់គ្រង EV 168កន្លងមកអរគុណ